បាទសួស្តីកូនកូនថ្ងៃនេះកូនកូនសុខសប្បាយទេមិនហើយថ្ងៃនេះលោកគ្រូសូមលើកយកនៅមេរៀនថ្មីដើម្បីមកបង្ហាញកូនកូនឲ្យបានសិក្សាបន្តបាទថ្ងៃនេះយើងនឹងរៀនមេរៀនរៀនសារឡើងវិញអក្សរដថនិងណបាទកូនប្រកាសជាបានស្គាល់និងបានរៀនរួចហើយនៅជញ្ជាអ្នកដថនិងណឥឡូវយើងនឹងរៀនសារឡើងវិញបាទរៀនសារឡើងវិញដថណបាទឥឡូវអានតាមលោកគ្រូចអំចំណអេះណេះចំណេះចអំចំណអាំណាំចំណាំដអំដំណអើណើណើរណើដំណើកដអៃដៃកដៃដអ៊ំដុំដអីដីដុំដីដអំដំណអាំណាំដំណាំចអំចំណអីណៃឆអៅឆៅចំណៃឆៅកអ៊ំកុំដអោះដោះដអូដូដូរដូដអីដីកុំដោះដូដីចអៅចៅថអេថេខអំខំដអាំដាំដអំដំណអាំណាំចៅថេខំដាំដំណាំខោអោខោខោដអេដេដេរដេដេដអំដំដំបាទឥឡូវកូនអានសារឡើងវិញម្ដងទៀតដោយមិនប្រកបតោះចំណេះចំណាំដំណើរកដៃដុំដីដំណាំចំណៃឆៅកុំដោះដូដីចៅថេខំដាំដំណាំខោដេដំបាទតែដៃអស្ចារ្យមួយកូនពិតជាអស្ចារ្យណាស់កូនបានស្ដាប់និងអានតាមលោកគ្រូបានយ៉ាងល្អមែនហើយកូនពូកែកូនពិតជាចងចាំវាបានដោយល្អកូនឆ្លាតមែនហើយកូនល្អណាស់កូនពិតជាពូកែមែនកូនអាចអានវាបានដោយល្អមែនហើយកូនចងចាំបានល្អណាស់បាទកូនមានបញ្ញាមែនហើយក្រោយពីបានស្ដាប់កូនអាចសាកល្បងអានដោយខ្លួនឯងមែនហើយកូនអាចបបួលមិត្តភ័ក្តិមកអានជាមួយគ្នាដើម្បីឲ្យអារម្មណ៍កូនស្រស់ស្រាយមែនហើយកូនអានជាមួយមិត្តភ័ក្តិល្អណាស់យើងអានជាមួយគ្នាកូនពិតជាពូកែណាស់មែនប្រសិនបើកូនអត់មានមិត្តភ័ក្តិទេកូនអាចអានវាដោយខ្លួនឯងមែនហើយកូនអាចអានវានៅក្នុងបន្ទប់មែនហើយកូនមានសត្វចិញ្ចឹមទេបាទសត្វចិញ្ចឹមនេះមុខស្អាតណាស់សត្វចិញ្ចឹមកំពុងតែអង្គុយមើលកូនអានសៀវភៅមែនហើយគេផ្ដោតអារម្មណ៍ស្ដាប់នៅសំឡេងនៃកូនអានសៀវភៅកូនអានមេរៀនរៀនសារឡើងវិញនេះពិតជាធ្វើឲ្យសត្វចិញ្ចឹមរបស់កូនចង់អារម្មណ៍មែនទែនមែនហើយគេចាប់អារម្មណ៍នៅសំឡេងរបស់កូន
បាទដើម្បីបន្ធូរអារម្មណ៍លោកគ្រូសូមណែនាំឲ្យកូនមើលរូបភាពទាំងនេះមែនហើយរូបភាពនេះគឺជារូបភាពអ្វីកូនបាទគឺជារូបភាពសត្វសារិកាមែនហើយសត្វសារិកាចូលចិត្តស៊ីផ្លែឈើវានៅរស់នៅលើដើមឈើបាទវាធ្វើសម្បុកនៅលើចុងឈើបាទសត្វសារិកាចេះនិយាយមែនហើយសារិកានិយាយពីរោះណាស់កូនធ្លាប់ឃើញវានៅកន្លែងណាខ្លះទេបាទគេអាចយកសត្វសារិកាមកចិញ្ចឹមបានដោយបង្ហាត់វាឲ្យចេះនិយាយមែនហើយសត្វសារិកាចេះនិយាយបាទសត្វសារិកាចេះច្រៀងទៀតមើលនេះរូបភាពនេះពិតជាល្អណាស់កូនគួរឲ្យចង់សើចទេមែនហើយសារិកាលើកទង់ជាតិរបស់កម្ពុជាទង់ជាតិរបស់ខ្មែរយើងមែនហើយវាច្រៀងយ៉ាងសប្បាយបាទនៅក្នុងវងរបស់សារិកាគឺពិតជាអស្ចារ្យណាស់ភ្ញៀវផ្ញើតែម្ដងមែនហើយវារត់លេងរាំលេងស៊ីផ្លែឈើពិតជាសប្បាយមែនអារម្មណ៍ស្រស់ថ្លាមែនតើបាទឯរូបភាពនេះវិញតើជាសត្វអ្វីទៅគាត់បាទកូនពិតជាអាចស្គាល់នេះគឺជាសត្វសេកបាទសេកចូលចិត្តស៊ីអ្វីគាត់បាទចូលចិត្តស៊ីផ្លែពោតបាទសត្វសេកក៏ចេះនិយាយដែរសេកនិយាយពីរោះណាស់មែនហើយវានិយាយពីរោះសំឡេងរបស់វាដូចជាសំឡេងរបស់កូនដែលកំពុងអានសៀវភៅដូច្នោះដែរមែនហើយវាពីរោះយ៉ាងដូចនេះឯងបាទឃើញទេសត្វសេកទាំងនេះកំពុងតែសប្បាយក្អាកក្អាយស៊ីផ្លែពោតបាទសត្វអ្វីធំយ៉ាងនេះមែនហើយកូនប្រកាសជាស្គាល់នេះគឺជាសត្វខ្លាបាទវាកាចសាហាវណាស់វាស៊ីសាច់ជាអាហារមែនហើយវាចាប់សត្វព្រៃស៊ីជាអាហារដូច្នេះកូនត្រូវប្រុងប្រយ័ត្នចំពោះសត្វខ្លានេះវាកាចឃោរឃៅណាស់វាសាហាវមានវាធំណាស់គួរឲ្យខ្លាចមែនហើយសត្វនេះគួរឲ្យខ្លាចណាស់បាទកូនឃើញទេសត្វមរឹកទាំងវងកំពុងសម្លឹងមើលមកសត្វខ្លាដោយការប្រុងប្រយ័ត្នភ័យខ្លាចញាប់ញ័រមែនហើយតើកូនអាចមើលឃើញសត្វខ្លានៅកន្លែងណាទេមែនហើយកូនអាចទៅលេងនៅសួនសត្វកូននឹងឃើញសត្វខ្លាដ៏ធំមែនហើយសត្វខ្លានោះធំណាស់តែកូនត្រូវប្រុងប្រយ័ត្នព្រោះសត្វខ្លានេះវាកាចសាហាវមែនហើយបាទដើម្បីក្រោយពីបន្ធូរអារម្មណ៍ជាមួយនឹងរូបភាពនៃសត្វបក្សីព្រមទាំងសត្វខ្លារួចមកលោកគ្រូសូមសួរថាតើអក្សរណជាព្យញ្ជាអ្នកទីប៉ុន្មានមែនហើយកូនអាចសរសេរអក្សរណបានប៉ុន្មានតួក្នុងមួយបន្ទាត់កូនប្រកាសជាសរសេរបានច្រើនដូច្នេះកូនគ្រាន់តែសរសេរវាហើយរាប់វាតើបានប៉ុន្មានតួអក្សរមែនហើយកូនសរសេរបានស្អាតក្រោយពីបញ្ចប់កូនគិតថាការអានមេរៀនសារឡើងវិញនេះកូនអានប៉ុន្មានលើកទើបកូនអាចចងចាំបានមែនហើយកូនអាចចងចាំវាបានក្រោយពីកូនអានវាដដែលជាដដែលកូនអានវារឿយកូនអានវាញឹកញាប់មែនហើយកូនអាចអានវាដោយល្អកូនចូលចិត្តអានឲ្យអ្នកណាខ្លះស្ដាប់កូនមែនហើយមនុស្សដំបូងដែលកូនអានឲ្យស្ដាប់តើជាអ្នកណាកូនចូលចិត្តអានឲ្យម៉ាក់ស្ដាប់ប៉ាស្ដាប់លោកយាយស្ដាប់មិត្តភក្តិកូនលោកគ្រូអ្នកគ្រូមែនហើយកូនចូលចិត្តអានឲ្យអ្នកណាស្ដាប់ចុះកូនសប្បាយចិត្តទេនៅពេលដែលកូនអានលឺនឹងច្បាស់មែនហើយកូនពូកែណាស់កូនពិតជាមានអារម្មណ៍ល្អនៅពេលដែលកូនបានអានវាយ៉ាងលឺហើយច្បាស់ដូច្នោះ
កូនមានអារម្មណ៍ថាកូនពិតជាពូកែឆ្លាតវាងវៃល្អណាស់បាទជាចុងក្រោយលោកគ្រូសូមជូនពរឲ្យកូនមាននូវសិរីសួស្តីកម្លាំងរឹងមាំប្រាជ្ញាឆ្លៀសវៃរៀនឆាប់ចាំចំណាំឆាប់បានសុខភាពល្អសិរីសួស្តី